네, 안녕하세요, 여러분. 오늘은 우리 다른 문법 공부합시다. 네, chẳng như mà mời 문법 thay bởi dân một tiết tại trong chỉ mỗi là 문법 tổ nì. 네, 문법 ní dân an thá 문법 tổ nì. Chẳng tổ ní dân taនៅក្នុងស្ថានភាពបែបណាវាមានន័យថាម៉េចយើងមកសិក្សាទាំងអស់គ្នាเนาะតោះអញ្ចឹងជាដំបូងដើម្បីយកច្បាប់ពីតនេះគឺយើងត្រូវប្រើពីវិធីប្រើប្រាស់វាសិនเนาะអញ្ចឹងតនេះនេះក្នុងការប្រើប្រាស់សម្រាប់តនេះយើងមកមើលទៅ받침 없을 때នេះ받침 있을 때នេះអញ្ចឹងការប្រើប្រាស់របស់វាគឺដូចគ្នាណានេះការប្រើប្រាស់របស់វាដូចគ្នានេះឧទាហរណ៍예쁘다 평용사នេះគុណនាម예쁘다អញ្ចឹងយើងគ្រាន់តែលុបគុណនាមដើមរបស់វាចោលបូកជាមួយនឹងតនេះ예쁘다នេះនេះយើងមកមើលមួយទៀតតកតងជាមួយនឹង귀엽다នេះ 귀엽다 យើងបត់ថាគួរឲ្យស្រឡាញ់귀여워요អញ្ចឹងទៅណានេះ 귀엽다នេះអញ្ចឹង 귀엽다 យើងលុបកិរិយាសព្ទគុណនាមគុណនាមដើមរបស់វាចោលវាទៅជា 귀엽더니នេះ 귀엽더니 ថើមតបន្ទាប់តកតងជាមួយនឹងធុងសាអញ្ចឹងតនេះយើងប្រើជាមួយនឹងធុងសាបានទៀតគឺ khada នេះ khada ទៅដល់អញ្ចឹង khada 받침 없어요 នេះវាអត់មាន 받침 អញ្ចឹងយើងលុបកិរិយាសព្ទដើមរបស់វាចោលយើងទៅជា 가더니 เนาะនេះអញ្ចឹងយើងមកមើលមួយទៀតគឺ 먹다 ញ៉ាំ 먹다 អញ្ចឹង 먹다 គឺមាន 받침 នេះអញ្ចឹងយើងប្រើ 먹더니 អញ្ចឹងសរុបមកវិញនេះមិនថាគុណនាមមិនថាកិរិយាសព្ទ 받침 មាន 받침 និងអត់ 받침 គឺអត់សំខាន់ទេគឺយើងបូកតនេះទាំងអស់អញ្ចឹងវាស្រួលវេយ្យាករណ៍នេះស្រួលនេះយើងគ្រាន់តែលុបតាចោលយើងបូកតនេះเนาะនេះអញ្ចឹងតនេះយើងប្រើនៅពេលណាតនេះជាទូទៅយើងប្រើសម្រាប់និយាយពីនេះមូលហេតុណាមូលហេតុនិយាយពីមូលហេតុនេះអញ្ចឹងខាងក្រៅវាគឺជាហេតុផលអញ្ចឹងតនេះកន្លែងនេះគឺវាមានន័យពីរเนาะនេះតនេះនៅកន្លែងនេះវាមានន័យពីរនេះអញ្ចឹងចង់បញ្ជាក់អ្នកទាំងអស់គ្នាបន្តិចតនេះនៅក្នុងមេរៀននេះន័យទី1តកតងជាមួយនឹងមូលហេតុណាអញ្ចឹងអាប់មុនចានេះអាប់មុនចានេះអាប់មុនចាយើងប្រើយើងបកថាប្រយោគខាងមុខត្រូវតែជា warning នេះមូលហេតុណា warning ឬក៏ EU ណាគឺជាមូលហេតុเนาะនេះអញ្ចឹងប៉ុន្តែប្រយោគខាងក្រោយ ធីមុនចានេះ ធីមុនចាเนาะ ធីមុនចានេះប្រយោគខាងក្រោយត្រូវតែជានេះយ៉ាងនេះអូធីមុនចានេះប្រយោគខាងក្រោយត្រូវតែជា 결과 នេះលទ្ធផលเนาะនេះលទ្ធផលអញ្ចឹងយើងមកមើលនេះយើងមកមើលនៃរបស់វាអញ្ចឹងយើងមកមើលប្រយោគទី3ទាំងអស់គ្នានេះតប្រយោគទី3គេសរសេរថា 그녀가 편지를 읽더니 울었어요. 네, 읽더니 울었어요. 왜 울었어요? 그ដោយសារតែនេះគាត់អានសម្បត្តិ편지នេះគាត់អានសម្បត្តិទៅគឺគាត់យំអញ្ចឹងតនេះកន្លែងនេះនេះយើងបកថាដោយសារពីព្រោះអីជាទូទៅអាប់មុនចាំងប្រយោគខាងមុខជាមូលហេតុเนาะជាមូលហេតុដូច្នេះហើយឲ្យតែប្រយោគខាងមុខជាមូលហេតុគឺយើងបកថាដោយសារអញ្ចឹងយើងអាចបកថាដោយសារតែនារីម្នាក់ហ្នឹងគឺគាត់បានអានសម្បត្តិគឺធ្វើឲ្យគាត់ហ្នឹងបានយំនេះដោយសារតែគាត់បានអានសម្បត្តិគឺគាត់បានយំនេះគឺដោយសារមូលហេតុហ្នឹងនេះតោះអញ្ចឹងយើងមកមើលប្រយោគទី4ដូចគ្នា 아이가 많이 먹더니 네 배달이 났어요. 네 배달이 났어요. 왜 배달이 났어요? 네 hai đấy bạn chỉ còn những chọc búa để 배달이 나다 hai đấy bạn chỉ còn chọc búa cứ đổi xa gì đổi xa tại con nó cứ 많이 먹어요 cứ còn nhầm trái chứ tụi công ty mua tổ đi cứ dân pra đôi số ổ số kỳ tê mùi nè đó nên chứ tụi công đời xa bị pro nó cứ trai mền tên bên tái tổ ní nhung xông ao cái để đời xa ấy tổ ní cứ cái pra trai không bị xa nhịp vậy đó chứ và sân mà dương nơi không tay cổ rễ xem đẹp đây nơi tay cổ rễ
នឹងអាសាលឿយជនជាតិកូរ៉េចូលចិត្តនិយាយពាក្យតនេះដោយសារណានេះតើអញ្ចឹងយើងមកមើលន័យទី2នៅក្នុងស្ថានភាពណាដែលយើងប្រើតនេះមួយទៀតเนาะនេះអញ្ចឹងន័យទី2នេះន័យទី2របស់វាគឺយើងប្រើសម្រាប់គឺ techo នេះ techo នេះ techo នេះខ្មែរយើងបកថាប្រៀបធៀបប្រើសម្រាប់ប្រៀបធៀបណាយើងប្រើសម្រាប់ប្រៀបធៀបនេះប្រៀបធៀបអញ្ចឹងយើងប្រើសម្រាប់ប្រៀបធៀបយ៉ាងម៉េចយើងប្រើសម្រាប់ប្រៀបធៀបណានេះប្រៀបធៀបអីមួយទៅនឹងអីមួយអញ្ចឹងយើងមកមើលតិចទៅនេះយើងមកមើលប្រយោគទី1เนาะនេះយើងមកមើលប្រយោគទី1ថា 작년에는 눈이 많이 오더니 네, 작년에는 눈이 많이 오더니 올해는 별로 안 오네요. 네, 단전 그 compare 그리나 그 gì thế? 네, 네, 작년 nhưng bao tháng năm bốn, dân năm bốn cứ bao thuệ khăn, nó bao thuệ khăn, cô vận tải 올해 별로 안 오네요. ប៉ុន្តែឆ្នាំនេះគឺអត់មានប្រើធ្លាក់សោះណានេះអត់សូវមានណានេះ 별로 안 오네요 អត់សូវមានអញ្ចឹងគឺគេ compare នេះគេ compare ណាគេប្រៀបធៀបឆាក់ញ៉ាំជាមួយនឹង 올해 ណាអញ្ចឹងយើងអាន 올해 ឆ្នាំនេះណានេះគេ compare គ្នាណាប្រធានបទតែមួយទេទាក់ទងជាមួយនឹងការធ្លាក់ប្រើប៉ុន្តែពេលវេលាគឺខុសគ្នាណានេះគេ compare เนาะនេះ다음 뭐뭐 비교ទី2 동생이 어렸을 때는 작더니 지금은 저보다 더 커요. 네, 저보다 더 커요. 네, 작더니 អញ្ចឹងបានន័យថាបងប្អូននៅក្មេងគឺគាត់ទូចទេប៉ុន្តែឥឡូវហ្នឹងគឺគាត់ ធំជាងខ្ញុំទៀតเนาะ 저보다 더 커요 គាត់ធំជាងខ្ញុំទៀតអញ្ចឹងគឺការប្រៀបធៀបប៉ុន្តែប្រៀបធៀបនឹងត្រូវតែជាប្រធានបទតែមួយបើនិយាយអំពីប្អូនគឺណាខាងមុខប្រយោគខាងមុខគឺប្អូនប្រយោគខាងក្រោយនៅតែប្អូនណានេះប្រៀបធៀបគ្នាគឺខុសគ្នាណាគឺប្រធានបទតែមួយអញ្ចឹងអត្ថន័យទី2យើងប្រើជាលក្ខណៈ techo អញ្ចឹងតនេះកន្លែង techo នេះគឺយើងលេងបកដោយសារទៀតហើយគឺយើងបកអីគេយើងបកថាប៉ុន្តែវាស្មើទម្រង់ jiman เนาะវាស្មើនឹងពាក្យថា jiman នេះ jiman ណានេះអញ្ចឹងlà cáiនេះអ្នកទាំងអស់គ្នាអាចចំនួនដោយ jiman ក៏បានដែរនេះឧទាហរណ៍អ្នកទាំងអស់គ្នាចំនួនថានេះ jiman ឧទាហរណ៍ថា 작년에는 눈이 많이 오지만 올해는 별로 안 오네요. เนาะនេះអញ្ចឹងយើងអាចប្រើ jiman ដើម្បីចំនួនដោយតនេះបានណានេះដោយចំនួនដោយតនេះប៉ុន្តែបើសិនមកអ្នកទាំងអស់គ្នានិយាយគេមើលកម្រិតភាសាកូរ៉េរបស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រើ jiman អាចកម្រិត1និងកម្រិត2ប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាប្រើតនេះណាអ្នកទាំងអស់គ្នាអាចស្ថិតនៅក្នុងកម្រិត4កម្រិត3កម្រិត4កម្រិត5ណាអញ្ចឹងតនេះគឺវាស្មើនឹង jiman ក្នុងត្រង់លក្ខណៈថានៃវាគឺប្រៀបធៀបเนาะនេះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីវេយ្យាករណ៍តនេះតោះអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់ទៀតយើងចូលមកនៅលម្អិតនៅបន្ថែមទៀតតាក់ទងជាមួយនឹងតនេះនេះតោះជាទូទៅតនេះអ្នកទាំងអស់គ្នាតនេះយើងប្រើបានតែសម្រាប់បុរសទី2និងទី3តែប៉ុណ្ណោះត្រង់កន្លែងនេះគេនិយាយហើយ jewel នេះយើងបកថា subject ប្រធានបទណានេះសម្រាប់បុរសទី2និងទី3តែប៉ុណ្ណោះនេះអញ្ចឹងត្រង់កន្លែងនេះមានន័យថាបើសិនបើយើងនិយាយអំពីខ្លួនយើងគឺអត់បានទេណាបើយើងនិយាយអំពីខ្លួនយើងអត់បានទេឧទាហរណ៍នេះឧទាហរណ៍ 내가
내가 열심히 공부하더니 네, 하더니 네, 토픽 5급 네, 토픽 5급을 땄어요. 네, 땄어요. 네,ចឹងយើងមកមើលអ្នកណាជាអ្នកនិយាយគឺបរិបទទី1គឺយើងណោះអញ្ចឹងនៅប្រយោគនេះគឺយើងប្រើតនេះគឺអត់ត្រូវទេណោះអញ្ចឹងយើងប្រើតនេះគឺអត់បានទេប្រយោគនេះគឺខុសពីព្រោះអីជួប្រធានបទគឺមិនមែនជាប្រធានបទទេគឺ subject នៃប្រធានគឺខ្ញុំគឺជាបរិបទទី1ប៉ុន្តែបើយើងដូរទៅបរិបទទី1ទៅជានរណាម្នាក់ឧទាហរណ៍យើងនិយាយពី 친구 យើងណា 제 친한 친구 제 친한 친구가 열심히 공부하더니 토픽 5급을 땄어요. 네, 토픽 5급을 땄어요. នេះបានត្រឹមត្រូវណាទាំងអស់គ្នាពីព្រោះអីគឺយើងប្រើសម្រាប់និយាយពីបរិបទទី2និងទី3តែប៉ុណ្ណោះអត់និយាយពីខ្លួនឯងទេណាអានឹងករណីពិសេសរបស់តនេះណានេះមូលហេតុដែរប៉ុន្តែមូលហេតុសម្រាប់និយាយទៅកាន់បរិបទទី3និងបរិបទទី2ណានេះប៉ុន្តែយើងអាចប្រើចំពោះខ្លួនឯងបានណានៅមានករណីពិសេសនៅក្នុងនេះគេនិយាយថានេះគេនិយាយថានេះនៅពេលដែលយើងចង់និយាយអំពីខ្លួនឯងណានេកាណានេះចង់និយាយពីខ្លួនឯងលុះត្រាតែយើងនិយាយអំពីនេះអំពីអីគេគីពុនអារម្មណ៍និងមុំសាំងថេនេះមុំសាំងថេនឹងយើងបកថានេះស្ថានភាពខ្លួនប្រាណអាចបកឲ្យចំគឺស្ថានភាពអាការៈរបស់យើងអាការៈតាក់ទងជាមួយនឹងខ្លួនប្រាណណាទើបយើងអាចប្រើបរិបទទី1បានបីណាទើបយើងអាចនិយាយខ្លួនឯងបានណាតាក់ទងជាមួយនឹងអារម្មណ៍តាក់ទងជាមួយនឹងបញ្ហាសុខភាពគឺយើងអាចនិយាយបានណាប៉ុន្តែបើតាក់ទងជាមួយនឹងប្រធានបទទូទៅគឺយើងនិយាយអត់បានទេយើងប្រើបានតែសម្រាប់តែបរិបទទី2និងបរិបទទី3តែប៉ុណ្ណោះចងចាំណាមុនប៉បនេះគឺមានលក្ខណៈពិសេសត្រង់ហ្នឹងតោះប៉ុន្តែយើងប្រើចំពោះខ្លួនយើងបានសម្រាប់បរិបទទី1អញ្ចឹងនៃការនេះយើងហៅថាបរិបទទី1ត្រូវទេអញ្ចឹងអ្នកទាំងអស់នេះត្រូវយល់ថាអូបរិបទទី1ណាគេបរិបទទី1គឺខ្ញុំណោះបរិបទទី2ណាគេវាណោះបរិបទទី3ណាគេពួកគេពួកវាអីអញ្ចឹងទៅណោះในភាសាខ្មែរយើងមានតែឥឡូវប្រយោគតនេះក៏ប្រើសម្រាប់បរិបទទី1បានដែរប៉ុន្តែបានតែបរិបទទី1នេះគឺគាត់និយាយអំពី kipun អារម្មណ៍ជាមួយនឹង mum sangthe តោះអញ្ចឹងឧទាហរណ៍ 어제는 피곤하더니 오늘은 괜찮아요 ណោះនេះអញ្ចឹងគាត់ប្រើទម្រង់លក្ខណៈប្រៀបធៀបណាអញ្ចឹងកន្លែងនេះគឺប៉ុន្តែណោះនេះ 어제는 피곤하더니 오늘은 괜찮아요 괜찮다 នេះម្សិលមិញគឺនេះអស់កម្លាំងប៉ុន្តែថ្ងៃនេះមិនអីទេអញ្ចឹងគាត់និយាយអំពីអីគេគឺគាត់និយាយអំពី mum sangthe នេះពីអាការៈណាពីអាការៈខ្លួនរបស់គាត់ពីស្ថានភាពរាងកាយរបស់គាត់ណាមេរបស់គាត់គឺខ្ញុំអញ្ចឹងបើសិនបើយើងចង់ប្រើតនេះនេះហើយចង់និយាយពីខ្លួនឯងតើតែយើងនិយាយអំពីនេះ kipun ហើយនឹង mum sangthe នេះអញ្ចឹងវចកហ្នឹងករណីពិសេសវាគឺមានតែប៉ុណ្្នឹងទេយល់បងណានេះអញ្ចឹងយើងនឹងអាចជួបគ្នានៅវចកក្រោយតែវចកក្រោយអ្នកទាំងអស់គ្នាអាចនឹងច្រឡំជាមួយនឹងនេះយើងមានវចកមួយទៀតតាក់ទងជាមួយនឹង as os tony នេះ as os tony យើងនឹងជួបគ្នានៅវីដេអូក្រោយអញ្ចឹងសង្ឃឹមថានេះអ្នកទាំងអស់គ្នាយល់នៅវចក tony នេះអញ្ចឹងបើសិនមកមានអីជាចង្អល់អាចសួរខ្ញុំបន្ថែមទៀតអញ្ចឹងតោះយើងមកកលេចទៅមើលនេះការបញ្ចេញសំឡេងរបស់ tony ម្ដងណោះនេះយើងមកមើល A និង B តិចទៅនេះ A និង B នេះអញ្ចឹងតនេះគេអានមិនមែនអានថនីទេគឺអានតនីអញ្ចឹងយើងស្ដាប់ផារឿងក្នុងការបញ្ចេញសំឡេងរបស់ជនជាតិកូរ៉េតិចទៅនេះក្រមឆៅធឺរីសេអូ그랬어요. 어제까지 잘 되더니 오늘 아침부터 안 돼요.
다시 들으세요. 휴대폰이 잘 안 된다고요? 언제부터 그랬어요? 어제까지 잘 되더니 오늘 아침부터 안 돼요. 네. 다시 들으세요. 휴대폰이 잘 안 된다고요? 언제부터 그랬어요? 어제까지 잘 되더니 오늘 아침부터 안 돼요. 네. 휴대폰이 잘 안 된다고요? 네. Chẳng mình này thá, mấy nhà anh vậy thá. Nè, tụi sắp nâng ở tầm nào ca mến. Nè, ở tầm nào ca mến. Nè. ở tầm nào ca mến nó. 네, 어떤 날 까면 네, 언제부터 그랬어요? 네, 잡당 빗배나 máu bàn trắng. 네, 그랬어요. 잡당 빗배나 máu bàn trắng. 전관이 예타. 네, 어제까지 잘 됐더니 네, 오늘은 아침부터 안 돼요. Chẳng qua pra tụm rộng tò ni níคือในกระไรปักเดสายตำรองเปรียบเทียบนักกอบันตายมันตำรองมูลหายเต็งจังตอนนี้យើងប្រើបានពីរទម្រង់ណាទម្រង់ប្រាប់ពីមូលហេតុមួយទៀតគឺប្រាប់ពីគឺការប្រៀបធៀបណាប្រៀបធៀបប៉ុន្តែប្រធានបទតែមួយទេពេលវេលាខុសគ្នាឧទាហរណ៍គាត់ថាម្សិលមិញហ្នឹងគឺម្សិលមិញគឺវាដំណើរការទេក៏ប៉ុន្តែថ្ងៃនេះតាំងពីព្រឹកមកគឺវាអត់ដំណើរការសោះណោះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់វេយ្យាករណ៍នេះកាន់តែច្បាស់ណោះអញ្ចឹងយើងមកមើលទាំង4នេះប្រយោគទាំង4នេះទៀតចុះតើយើងមើលប្រយោគទាំង4នេះតើប្រយោគទាំង4នេះតើវាមានន័យជាលក្ខណៈមូលហេតុឬក៏ជាការប្រៀបធៀបเนาะអញ្ចឹងយើងមកមើលទាំងអស់គ្នា아까는 밖이 조용하더니 지금 시끄럽다. 네, 지금 시끄럽다. 네, chẳng còn là dân đăng lại như dân đăng này đó. 네, 조용하다. nghiêm ngặt nó 조용하다. nghiêm ngặt nghiêm. Tòa biệt tha 시끄럽다. dân bỏ thả thật lòng. Chẳng có lại to đi đi. Viên miền này mà nó chỉ màn. To vận tải nó. Nè, có tha ông bánh mình nâng. Nơi khẳng krá ngặt để có vận tải ở lấy nó cứ viết thật lòng nó 시끄럽다. Tàn dân mà mơ này bà tốt nè. 날씨가 흐리더니 비가 오기 시작하네요. 네, 오기 시작하네요. Dẫn trong cái lại ní nè tò ní dân bỏ thăm ở tò ní bỏ vận tái thì có đời xa nó cứ dân bỏ thá đòi xa nó nè chỉ dân bỏ thá đòi xa tại Akasthiết nè đời xa tại Akasthiết Hurida nè Hurida nó dân bỏ thá bỏ bộ môi không ăn nhé nè thì tao chỉ muốn bộ bộ không ai mà đông á đang ngay dân ai vậy than nào xí cá Hurida nè chẳng đời xa tại Akasthiết đó cứ vì mình bộ không ai chẳng được cho này hái 네. 그림 능작 나무. 네. 비가 오기 시작하네요. đó. 네, chân tùm rộng lại ní cứ tùm rộng đào xa. đó, dương mơ và to tiết. 동생이 열심히 공부하더니 네, 열심히 공부하더니 서울대학교에 합격했어요. đó. 네, chân tùm rộng lại to đi lại ní tùm rộng ấy cái đáy pra không này đấy cứ không nấy đào xa chân dân bỏ thá đào xa tại ổn cứ quát thật không răng bài nghiên dân đôi chân này hai cứ quát bán và lộn chóp nữ sâu tệ hạt hiệu sẽ coi bị chế lấy Seoul nè dân chứ tôi tới nè tò ní dân đang ấy cứ dân pra sẽ mẹ bỏ tỷ bấy những tỷ bị dân ăn dạy bị khuôn ai thế nè dân như ăn dạy bị khuôn ai thế dân dạy bị nhận được tay nó nè đó trong cái 아이가 아이스크림을 많이 먹더니 배달이 난 것 같아요. 네, 아이가 아이스크림을 많이 먹더니 giống như đang ngay đó nè chữ buồn hai chữ buồn giống cái lại tò đi ní cô nơi tại bỏ thá đào xa này nó nè giống và trẻ làng quánh tò ní dương minh này bí này muối cứ sman chỉ mán nó chỉ mán có vận tái này muối tiết sman a so o sốឬក៏គីតេមុនណេប៉ុន្តែចំណុចសំខាន់របស់វាគឺវាប្រើបានតែបរិបទទី2និងទី3តែប៉ុណ្ណោះណោះទេ
ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីវេយ្យាករណ៍នេះព្រោះវេយ្យាករណ៍នេះគឺកូរ៉េនិយាយច្រើនសម្រាប់ភាសានិយាយគឺឈិនចាម៉ានណាណានេះអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាអាចយកវេយ្យាករណ៍មួយនេះទៅប្រើក្នុងភាសានិយាយចំនួនអសអសនិងគីតេមួយនេះណោះនេះក្រុមថើមេផៅយរ៉ាប៊ូនអាញ៉ង